បងកអ្នកនយោបាយទាំងអស់គ្នាតាមទៅធ្វើបាយការអ្វីខ្លះដើម្បីឲ្យម្ចាស់អាជីវកម្មឆាប់យល់និងអាចយកទៅវិភាគបានជាទូទៅក្នុងនាមជាគណៈនយោបាយតែងតែជួបបញ្ហាក្នុងការបញ្យល់ម្ចាស់អាជីវកម្មឲ្យយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហើយកាន់តែពិបាកគឺមិនដឹងថាត្រូវបង្កើតទម្រង់យ៉ាងណាចេញពីរបាយការណ៍ហិរញ្ញវត្ថុតាមបច្ចេកទេសគណនេយ្យទៅជារបាយការណ៍សម្រាប់ការគ្រប់គ្រងដែលសាមញ្ញងាយស្រួលយល់ពេលធ្វើបទបង្ហាញទៅកាន់ម្ចាស់អាជីវកម្មថ្ងៃនេះលោកកលាយសូមណែនាំមុខងារថ្មីមួយដើម្បីដោះស្រាយបញ្ហាខាងលើជូនគណៈនយោបាយយើងគឺមុខងារ Management Report បងប្អូនទាំងអស់គ្នាដើម្បីអាចផលិត Management Report ក្នុងលោកកលាយបានគឺយើងចែកចេញជាពីរជំហានគឺទី1ធ្វើការបង្រួមរបាយការណ៍ចំណេញខាតដើម្បីឲ្យសាមញ្ញនិងងាយយល់ដោយប្រើមុខងារ Report Code Mapping និងទី2ធ្វើការបង្ហាញរបាយការណ៍ដែលលោកកលាយបានរៀបចំរួចជាស្រេចតោះឥឡូវយើងចូលមុខងារ Report Code Mapping ទាំងអស់គ្នាដោយចូលទៅកាន់ Menu Accounting រួចចុច Report Mapping នៅក្នុងមុខងារ Report Mapping នេះគឺយើងត្រូវធ្វើការ mapping ពីរសំខាន់ទី1គឺ Profit and Loss និងទី2គឺ Key Expense នៅត្រង់កន្លែង Profit and Loss គឺយើងអាចបង្កើត Profit and Loss Report ថ្មីមួយចេញពី Profit and Loss ចាស់ដែលមានស្រាប់គោលបំណងគឺសង្ខេបយកតែខ្ទង់សំខាន់ដែលងាយយល់ដូចនេះម្ចាស់អាជីវកម្មនឹងទទួលបានរបាយការណ៍ Profit and Loss by Code មួយដែលខ្លីនិងខ្លឹមឧទាហរណ៍ថាក្រុមហ៊ុនយើងមានកណនីចំណូលពីការលក់ទំនិញនិងចំណូលពីការលក់សេវាកម្មដូចនេះយើងអាចធ្វើការ map ចូលឲ្យនៅសល់តែចំណូលពីការលក់សរុបបានហើយក្នុងករណីគណនេយ្យចំណាយក៏ដូចគ្នាដែរសម្រាប់ករណី Key Expense គឺយើងអាច map យកតែខ្ទង់ចំណាយសំខាន់សម្រាប់យកមកវិភាគនិងតាមដានបន្ទាប់ពីយើង map រួចគឺយើងនឹងទទួលបានរបាយការណ៍មួយគឺ Key Expense Analysis ដែលយើងអាចបង្ហាញក្នុង report ក៏បាននិងក្នុង dashboard ក៏បានចុងក្រោយចុចប៊ូតុង Save ជាការស្រេចបន្ទាប់ពីកំណត់រួចអ្នកអាចចូលទៅរបាយការណ៍ Management Report ដែលជួយឲ្យការមើលរបាយការណ៍របស់អ្នកកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពវីដេអូស្អីអំពីរបៀបបង្កើត Management Report គឺចាប់តែនេះអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយខ្ញុំនឹងមានចំណុចពិសេសមកចែករំលែកដល់អ្នកទាំងអស់គ្នាបន្តទៀត